ប្រើជីវិតសិនចូលគុំសំដែងបើយើងពាក់អាស្រមមុខសំដែងនឹងនៅក្នុងស្ថានភាពប្រើជីវិតពិតណាអញ្ចឹងក្នុងជីវិតយើងវាជួបតែរឿងចឹងឯងមិនថាអ្នកខ្លាំងចង់បានស្នេហាប៉ុន្តែខ្លួនឯងចូលចិត្តប្រើជីវិតសំដែង fake ដាក់គេប៉ុន្តែក្នុងខ្លួនយើងវាមាន break កងគេហៅថា energy រលកសញ្ញាហ្នឹងណាមិនមែនគេដឹងយល់អត់មិនមែនគេល្ងងទេអ្នកខ្លះតែនិយាយតិចញៀនមនុស្សគេមានញៀនពិសេសបើថានិយាយពីនេះវិញគេហៅ break កងរលកអីចឹងទៅតែយើងក្នុងខ្លួនយើងវាសាយភាយចេញអីមកវាគេប្រកាសជាដឹងហើយគ្រាន់តែថាអ្នកខ្លះគេមិននិយាយអ្នកខ្លះគេទុកមុខអ្នកខ្លះគេសំដែងមកយើងវិញចឹងទៅអញ្ចឹងមកជីវិតយើងគឺជួបតែរឿងសំដែងហ្នឹងឯងហើយបើចង់បានក្តីស្រឡាញ់ឬស្នេហាពិតប្រាកដយើងក៏ត្រូវផ្ដល់ក្តីស្រឡាញ់ស្នេហាពីក្នុងខ្លួនយើងពិតប្រាកដទៅគេដែរកុំសំដែងជឿខ្ញុំចេញពីចិត្តល្អចេញពីចិត្តមនុស្សស្រីមនុស្សប្រុសគឺគេមានអាភាពនឹងក្នុងខ្លួនច្រើនណាគឺគេថាមានភាពតាក់ទាញណាខ្ញុំធ្លាប់ជួបម្នាក់នឹងដើរកាត់មកអញ្ចឹងគ្រាន់តែការនិយាយស្ដីមកយើងដឹងថាគឺគាត់ real ហើយយើងមានអារម្មណ៍ពេលហ្នឹងតែមិនមែនថា hey so interesting គាត់និយាយមកគាត់អត់ប្រឹងទេមុខគាត់ស្មើធម្មតានិយាយហើយរបៀបជាគាត់ទេឡើយមិនបាច់ចាំសំដែងថាអូខ្ញុំជាស្រីស្អាតខ្ញុំប៉កែពេកអញ្ចឹងណារបៀបថាធ្វើអីវាលើសពីអ្វីដែលជាខ្លួនឯងពេកអញ្ចឹងម្នាក់ដតីដែលថាគាត់មានអា break កងនៅចិត្តហ្នឹងគាត់អាចមើលដឹងទៅមានអារម្មណ៍ថាល្អដែរប៉ុន្តែមានអារម្មណ៍ថាវាមិនទេរបៀបយល់អត់អញ្ចឹងបើសិនចង់បានលទ្ធផលល្អយើងត្រូវតែចេញពីក្នុងខ្លួនយើងនឹងល្អដែរកុំសំដែងធ្វើតែខ្លួនធម្មតានិយាយជាការពិតប៉ុន្តែបើថាយើងចង់អភិវឌ្ឍខ្លួនឲ្យទៅជាមនុស្សដែល friendly ឬក៏អាហ្នឹងយើងត្រូវតែវឹកហាត់ដែរណាប៉ុន្តែសូមកុំសំដែងយើងនឹងជួបរឿងល្អៗនិងរឿងពិតស្នេហាពិតប៉ុន្តែសំខាន់ខ្ញុំនៅទំនេរ